សុទ្ធតែជាបញ្ជីយ៉ាងអញ្ចឹងហើយចាហើយប្រាក់5តម្លឹងក៏ល្អជាងគ្មានដែរតាមមែនទេអេកុំអីខ្ញុំប្រាប់បងណាបញ្ជីទាំងអស់នេះនិយាយចំពោះអ្នករកស៊ីម្នាក់សំខាន់ខ្លាំងណាស់ពួកយើងត្រូវតែយកសងឲ្យគេវិញអូនដឹងថាអ្នកណាបាត់ដែរទេអូនទៅរកនៅណាទៅសងគេនៅណាទៅខ្លាញ់បង្វិចមួយនេះរើបាននៅកន្លែងលក់នំប៉័ងឯងអញ្ចឹងទៅចាប់នៅទីនោះប្រកាសជាអាចចាប់បានណាតាបានអូនចង់យ៉ាងម៉េចគឺយ៉ាងនឹងចោះស្រេចតែអូនចោះអីមកស្អីទៅប្រាក់5តម្លឹងដែលយកទៅមិញនេះឲ្យមកខ្ញុំមកហេតុអីទៅប្រាក់5តម្លឹងនេះគឺបងជាអ្នករើបានមិនមែនជារបស់អូនទេបើពួកយើងចង់យករបស់នេះទៅសងគេវិញត្រូវតែរក្សាភាពដើមរបស់វាមិនអាចខ្វះមួយបានទេស្ដាប់បានហើយណាឆាប់ឲ្យមកខ្ញុំមកលឿនឡើងមកឆាប់ឡើងមកបានបងទៅតាមហើយតើនំប៉ាប្រពន្ធសំឡាញ់នំប៉ាហើយចានំប៉ាណែពួកយើងត្រូវចាំនៅទីនេះយូរប៉ុណ្ណាទៀតទៅឥឡូវចេះចុះពួកយើងយកប្រាក់5តម្លឹងនេះយកទៅតែម្ដងទៅអីមិនបានទេបងចាំនៅកន្លែងនឹងហើយខ្ញុំទៅសួរនំប៉ាថាកែឃើញចិត្តទេមិញនេះពួកយើងរើបាត់បង្វិចធំមួយនៅទីនេះសុំសួរថាមានមនុស្សឆ្លងកាត់ទីនេះហើយនិយាយថាបាត់របស់ដែរទេខ្ញុំរើបាត់បង្វិចមួយណាគ្មានទេលោកតកែខាងនេះមិញនេះមានរើបានបង្វិចមួយប្រហែលជាធំប៉ុណ្ណេះដែរទេហ្នឹងឯងខ្ញុំសួរលោកពិតជាបាត់បង្វិចធំប៉ុណ្នេះមែនទេមែនហើយមកលោកមកមើលបន្តិចទេមួយនេះមែនទេអូមែនហើយនេះគឺជាបង្វិចដែលខ្ញុំភ្លេចល្អខ្លាំងណាស់ទីបំផុតរកឃើញហើយបញ្ជីរបស់ខ្ញុំប្រហែលឆ្នាំនេះនៅទីនេះទាំងអស់បើពិតជាបាត់មែននោះខ្ញុំគឺចប់ហើយបានអញ្ចឹងលោកពិនិត្យមើលតើមានបាត់របស់អីដែរទេមិនបានបាត់អ្វីនោះទេនៅទាំងអស់ប្រាក់នៅបញ្ជីនៅទាំងអស់អរគុណអ្នកទាំងពីរប្រាក់5តម្លឹងនេះគឺមិនដែលមកកើតខ្ញុំទុកឲ្យខ្ញុំពេលដែលនៅរស់ធ្វើត្បិតតែមិនច្រើនតែខ្ញុំទុកវាគឺជាសំណុំចិត្តរហូតមកទៅដល់ទីណាក៏យកទៅដែរបើថ្ងៃនេះត្រូវខ្ញុំធ្វើឲ្យបាត់នោះទោះជាយ៉ាងណាក៏ខ្ញុំមិនអធិស្ឋានខ្លួនឯងដែរកម្របានអ្នកទាំងពីរស្លូតបូតដែលឃើញប្រាក់ហើយមិនយកដូចជាអ្នកទាំងពីរណាបើឲ្យអ្នកផ្សេងឃើញវិញនោះបង្វិចនេះច្បាស់ជាបាត់ហើយលោកកុំនិយាយអញ្ចឹងអីអូនេះប្រាក់ដំណឹងនេះយកទៅទុកចោះគឺទុកជាការអរគុណចំពោះខ្ញុំអត់ទេប្រាក់ទាំងអស់នេះខ្ញុំអាចយកទេយកទៅអរគុណហើយអរគុណច្រើនអរគុណហើយណាខ្ញុំលាសិនហើយទៅចុះអរគុណលាហើយអរគុណច្រើនហើយរបស់នេះទៅសងឲ្យម្ចាស់ដើមវិញទីបំផុតព្រោះតែបែបនេះហើយទទួលបានប្រាក់10តម្លឹងនេះពិតជាប្រាក់ចៃដន្យមែនហើយសំណាងឲ្យដល់បងស្ដាប់សម្ដីអូននោះសងប្រាក់5តម្លឹងទៅគេបដូរយក10តម្លឹងនេះមកវិញណាត្រូវទេមើលទៅតែយ៉ាងម៉េចបងគិតថាប្រាក់1សេនពិតជាមានតម្លៃអស្ចារ្យមែនពាក្យបងនេះមានន័យថាមិនដឹងបើពួកយើងមិនបានជីកប្រាក់1សេននោះទេគឺថាមិនអាចទៅទិញនំប៉ាវមិនទិញនំប៉ាវក៏មិនអាចរើបង្វិចនោះបានដែរមិនរើបង្វិចបានគឺថាមិនបានជួបនឹងអ្នករកស៊ីម្នាក់អូនមិនបានជួបនឹងអ្នករកស៊ីនោះអញ្ចឹងអូនយកបានប្រាក់10តម្លឹងនេះយ៉ាងម៉េចទៅប៉ាត់ជាអញ្ចឹងមែនទេអ្វីត្បិតតបាំងឈុនជីកមានបានវិសេនទើបឲ្យមាននំប៉ាវបងវិចលោបលុននោះបើសិនជាយកប្រាក់5តម្លឹង
គេមិននឹងអាចទទួលបានប្រាក់10ដំណឹង មិនក៏បាននិយាយបែបនេះអញ្ចឹង តើយ៉ាងម៉េចទៅ អ្នកដែលឃើញប្រាក់ហើយមិនយកនោះគឺហ្វុងស៊ីកំភ្លេចឲ្យសោះហ្វុងស៊ីទទួលសោះដល់ម្ចាស់ដើមវិញតែទទួលបានប្រាក់កម្រៃមួយនោះហេតុនេះហើយហ្វាំងឈុនមានប្រពន្ធម្នាក់ដែលល្អយ៉ាងនេះតែជាការប៉ិន មិនអាចបែបនេះទេបើគេមិនស្ដាប់សម្ដីប្រពន្ធទេនោះគេមិននឹងអាចយកប្រាក់10ដំណឹងពីគេម្នាក់នោះបានទេ បងក៏និយាយសំហេតុផលដែរអញ្ចឹងគួរតែរៀនតាមគេដែរតើមែនទេ រៀនតាមគេអីទេ រៀនតាមគេស្ដាប់សម្ដីប្រពន្ធ មីបយខ្ញុំមកជាជីរណ្ដៅកប់ខ្លួនឯងបងទីដឹងថាមានរឿងធំកាត់ឡើងហើយបងទៅមើលសិន អេឆាប់ភ្លាម អរគុណឲ្យលោកតាម្ចាស់ដីលោកពិតជាស័ក្តិសិទ្ធិសម្បំណាស់សង្ឃឹមថាលោកថែរក្សាបន្តទៀតគ្រប់យ៉ាងជោគជ័យឆាប់មានបានអរគុណលោកតាម្ចាស់ដីអរគុណលោកយាយម្ចាស់ដីអរគុណឲ្យលោកតាម្ចាស់ដីអរគុណលោកយាយម្ចាស់ដីអរគុណហើយ អរគុណលោកតាម្ចាស់ដីថែរក្សាប្រៀបនឹងភ្នំមាសភ្នំប្រាក់ទាំងអស់នេះខ្ញុំរត់តែសង្ឃឹមថាលោកអាចថែរក្សាឲ្យវាំងឈុនប្តីរបស់ខ្ញុំមានអាយុវែងនិងសុខភាពល្អប្រាក់គឺទ្រព្យសម្បត្តិក្រៅខ្លួនគ្រប់ចាយគឺបានហើយបើអាចថែរក្សាឲ្យពួកយើងបានសុខសប្បាយអស់មួយជីវិតនោះគឺជាសំណាងពិតប្រាកដរបស់ពួកយើងហើយខ្ញុំសូមអរគុណលោកតាម្ចាស់ដីដែលជួយពួកខ្ញុំ ទុកចិត្តចុះមានបានថែរក្សា ចាក់ទៅអាគូចាក់លេខគូសេះពិតជាសេះមែនឲ្យប្រាក់មកយ៉ាងមិនហើយ នេះលេងល្មិច កុំនិយាយប្រេះផ្ដាស់ណាដែលបន្ទាប់ចាក់សេះឬក៏ចាក់គូទេ អប្រាក់ហើយឈប់លេងហើយតែថ្ងៃស្អែកខ្ញុំនឹងមកទៀត ចាញ់រាល់ថ្ងៃនឹងមកទៀតយីមុខរឹងដល់ហើយវៃ មិនដឹងជាណាមុខរឿងមុខក្រាស់ទេឲ្យតែមានស្រីស្អាតគឺត្រូវតែមកចឹងហើយ កាប់មុខរមងណាអើហើយយើងមើលយើងលេងម្ដងណាកុំមកល្វីលើចំហធ្លុងដែរ ពួកលោកលេងដែរទេហ៎លេងទេ លេងមក អ្នកភូមិត្រូវការបងជួយអូនកុំតាមបងអីបងប្រញាប់ខ្លាំងណាស់កុំតាមបងអី ឆាប់ភ្លាមឆាប់ភ្លាម ស្ដាប់បងសិនទៅជីវិតមនុស្សសំខាន់ជាងមិនអាចខកខានបាននោះទេ និយាយច្បាស់សិនទៅ ជួយផងជុំនិយាយហើយ អេ អីយើ អាយ៉ា អីយើដើមមើលផ្លូវទៀតអី សុំទូផងខ្ញុំមានរឿងមិនទាន់ លើកក្រោយប្រយ័ត្នតិចទៅ ខ្ញុំដឹងហើយសុំទូផង កុំអីកុំក្រែងលោកគឺ លោកមិនអីទេ អើយខ្មោចថាម៉េចខ្ញុំនឹងខ្មោចឈួតមែន ហើយចាបងថាមិនក៏មហូបនេះមិនខុសពីម្សិលមិញសោះអញ្ចឹងសំបីពងមាន់ជៀនក៏គ្មានដែរ ពេលធម្មតាហូបបាញ់មិនតែម្ហូបពីមុខទេថ្ងៃនេះខ្ញុំធ្វើបន្ថែមទៀតខ្លាចតែបងសាញ់ថាច្រើនទេ អាចប្រៀបជាមួយកាលពីមុនបានទេពេលនេះបងមានភ្នែកមាសថ្ងៃក្រោយមកពេលណាក៏អាចមានត្រីមានសាច់អូនកុំសំចៃ បានហើយដឹងហើយថ្ងៃស្អែកខ្ញុំទៅផ្សារទិញម្ហូបឲ្យច្រើនបន្តិចឆាប់ហូបទៅណាហូបទៅ អូនក៏ហូបដែរទៅណាបងដឹងថាអូនសំចៃណាបើឃ្លានប្រកាសជាឈឺបងមើលទៅអាណិតណាអូនចាំទុកណាលើកនេះបើបងមានបានហើយអូនគឺរងចាំរស់នៅក្នុងជីវភាពល្អទៅណា តាមពិតឃើញបងខំប្រឹងអញ្ចឹងខ្ញុំបានស្កប់ស្កល់យូរហើយ បងមិនស្កប់ស្កល់ទេថ្ងៃស្អែកបងដើរទៅមើលនៅតាមផ្លូវទៀតមើលភ្នែកមាសអាចផ្ដល់នូវការណែនាំអ្វីថ្មីដល់យើងដើម្បីឲ្យមានបានបន្តទៀតនោះឆាប់ហូបទៅណា អូនហូបដែរទៅ តានេះពិតជាឆ្ងាញ់មែនត្រូវហើយហ្វូតាមិញខ្ញុំបានមើលសិភៅបួងសួងរបស់អ្នកភូមិបន្តិចខ្ញុំឃើញហងវាងឈុនបួងសួងទៀតហើយ ក្រែងថាគេយកសំក៏មានបានដែរ មិនខុសទេ
ខ្ញុំមើលតែវាងឈុនម្នាក់នេះពិតជាពីព្រឹកទល់ល្ងាចចង់បានដោយមិនបញ្ចេញកម្លាំងមែនប៉ុន្តែតើបងដឹងទេថាប្រពន្ធគេហ្វុងស៊ីបានបួងសួងអ្វីដែរទេ និយាយមក ប្រពន្ធរបស់គេគ្មានចិត្តលោភលន់មែនគ្រាន់តែសង្ឃឹមថាប្តីរបស់គេអាចសុខសប្បាយមានសុខភាពល្អរស់នៅដោយជោគជ័យប៉ុណ្ណោះបងថាតែមនុស្សហួងវាងឈុននេះសម្លឹងមើលខ្ពស់ចង់បានច្រើនមិនធ្លាប់ធ្វើមនុស្សដែលត្រឹមត្រូវបន្តិចសោះមិនក៏គេអាចទៅដឹងបានប្រពន្ធល្អដូចជាហ្វុងស៊ីបែបនេះ នេះជានិស័យមនុស្សពីរនាក់មាននិស័យទើបបាយនៅជាមួយគ្នាបងមិនយល់ថាពេលនោះមិនក៏អូនរៀបការជាមួយបងនោះទេ មានន័យថាម៉េចបងមិនចង់ទៅដឹងខ្ញុំទេ អត់នោះទេពីដើមមកគឺសិតតែអូនចង់រកបងអានេះលំបាកស្អីទេអូនចង់រៀបការជាមួយបងនោះទេ លំបាកអី រាល់ថ្ងៃឲ្យបងបោសដីលាងចានមិនពិបាកទៀតទេ ល្អអញ្ចឹងសរសេរលិខិតលេងលាក់បាយគ្នា និយាយលេងទេមិនពិបាកនោះទេគឺសប្បាយចិត្តខ្លាំងណាស់ជីវិតពិតជាសប្បាយមែនបងបន្តទៀត ខ្ញុំព្រមានបងថ្ងៃក្រោយខ្ញុំនិយាយរឿងអារក្សភ្នំស្អីទៀតខ្ញុំប្រាប់បងចោះមនុស្សអារក្សភ្នំនេះអាក្រក់ខ្លាំងណាស់ម្យ៉ាងទៀតគេមិនតរងាប់ចិត្តចំពោះខ្ញុំទេបងដឹងទេ ត្រូវហើយបងនិយាយទៅក៏ចម្លែកដែរហេតុអីបងជាគ្មានសមត្ថភាពអញ្ចឹងមិនដូចជាជ្រឹករបស់គេតទៅសោះប្រកាសជាមានបញ្ហាតែមិនទេបងបោះដីបន្តទៀតអូនជាចេញសិនទៅ សូមរាយការណ៍របស់តាមរយៈការសើមគេរបស់ខ្ញុំប្តីប្រពន្ធពួកគេតែពីពេលនេះពួកគេចង់ទៅក្រៅទៀតហើយ ល្អណាស់ខ្ញុំទៅលេងជាមួយនឹងពួកគេបន្តិចសិនមក បញ្ចេញពលឺហើយចម្លែកមែនដូចជាហេតុអីក៏ខ្សែកណាត់មួយនេះអាចធ្វើឲ្យភ្នែកមាសបងមានប្រតិកម្មចំពោះវា អញ្ចឹងបើមានប្រតិកម្មទៅហើយយកវាទុកទៅ បានតោះទៅយើងហេ